ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានអត់សូវបានថតត្រីថតអីទេពុកម៉ែបងប្អូនពីព្រោះអីចូលមកដល់ខែ6នេះគឺអត់សូវមានត្រីដូច្នេះហើយទូកភាគច្រើនហ្នឹងគឺចូលមកដល់ហ្នឹងគឺបានត្រីតិចមែនតែណាមួយនៅកណ្ដាលសមុទ្រហ្នឹងភាគច្រើនតែម្ដងគឺខ្យល់ខ្លាំងមែនតែប្រហែលថ្ងៃហ្នឹងគឺទូកចូលមកចតព្រាកតែម្ដងនិយាយរួមទៅឲ្យតែចូលមកដល់ខែ6រហូតទៅដល់ខែ9នេះណោះពុកម៉ែបងប្អូនហើយទម្រាំនឹងផុតភ្លៀងផុតខ្យល់ហ្នឹងគឺទូកភាគច្រើនតែម្ដងគឺចតច្រើនមែនតែនពីព្រោះខែភាសាខែ6ខែ7ហ្នឹងគឺភាគច្រើនគឺមានភ្លៀងមានខ្យល់ដូច្នេះហើយទូកនីមួយៗហ្នឹងគឺចាប់ត្រីអត់សូវបានចំណែកដែលការងាររបស់ខ្ញុំវិញគឺទំនេរច្រើនតែម្ដងដូច្នេះហើយខ្ញុំបានបញ្ចូលសម្លេងនៅក្នុងវីដេអូបន្តិចនិយាយរួមទៅឲ្យតែខែភាសាគឺអត់សូវមានការងារធ្វើទេពុកម៉ែបងប្អូនណាគឺខ្សត់មែនតែនពីព្រោះទូកចាប់ត្រីអត់សូវបានដូច្នេះហើយគឺកន្លែងខ្ញុំធ្វើការហ្នឹងគឺទំនេរច្រើនមែនតែនទោះតែជិតដាច់ខែ9ចូលទៅដល់ខែ10គឺមានការងារធ្វើគួរសមតិចតែឥឡូវហ្នឹងគឺអំបិលហើយពុកម៉ែបងប្អូនហើយចំណែកដែលទូកហ្នឹងគឺកំពុងតែស្វានសាច់អួនឥឡូវហ្នឹងគឺបាយអារម្មណ៍មកខាងនេះវិញម្ដងគឺក្រុមអ្នកដើរលេងពុកម៉ែបងប្អូនគេជិះទូកមួយម្នាក់តែម្ដងហើយជិះទូកហ្នឹងគឺចែវខ្លួនឯងហើយក៏មានទូរស័ព្ទមួយម្នាក់ហ្នឹងគឺជិះបដាថតបារោតែម្ដងហើយខ្ញុំលួចថតគេកំពុងតែជិះទូកមួយម្នាក់នៅក្រោមស្ពានពេលដែលទំនេរអញ្ចឹងគឺមានឱកាសច្រើនបានដើរលេងដើរថតទិដ្ឋភាពនៅតាមសមុទ្រឬក៏នៅមុខផែមុខអីដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាពីព្រោះអីអត់សូវមានការងារធ្វើបងប្អូនហើយមើលចុះទូកនៅចតមុខផែហ្នឹងគឺពេញតែម្ដងពីព្រោះខ្យល់ខ្លាំងប្រហែលថ្ងៃហ្នឹងប្រហែលជា4-5ថ្ងៃទៀតគឺរឿងស្ងប់ខ្យល់ហ្នឹងគឺចេញទៅអស់មួយសាទៀតហើយឥឡូវហ្នឹងគឺកំពុងតែនៅចតមុខផែត្រៀបត្រាតែម្ដងហើយសិតតែទូកអួនខៀវតែម្ដងគឺច្រើនមែនតែសូតែទូកតូចទៅគឺសិតតែទូកធំហើយសិតតែទូកលំដាប់ទៀតពុកម៉ែបងប្អូនហើយច្រើនមែនតែហើយនេះគឺជាសកម្មភាពនៅតាមដៃសមុទ្រវីដេអូនេះដែរគឺខ្ញុំចេញច្រើនដងហើយពុកម៉ែបងប្អូនដែលគាត់ធ្លាប់ឃើញធ្លាប់ទស្សនាហ្នឹងគឺពិតជាមិនប្លែកទេហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់មិនដែលឃើញមិនដែលមកលេងហ្នឹងគឺប្លែកភ្នែកមែនតែពីព្រោះអីតំបន់ហ្នឹងគឺមានទូកច្រើនតែម្ដងឥឡូវហ្នឹងគឺបាយអារម្មណ៍មកមើលផ្កាចំបៃបន្តិចពុកម៉ែបងប្អូនគេដាំនៅតាមដៃសមុទ្រមើលទៅពិតជាស្រស់ស្អាតមែនតែនហើយឥឡូវហ្នឹងគឺបានមកដល់មាត់សមុទ្រវិញម្ដងពុកម៉ែបងប្អូនហើយថ្ងៃនេះគឺខ្យល់ទឹកកឡោកធំមែនតែនសមុទ្ររុនខ្យល់ផាយផាត់រសាត់ទៅឆ្ងាយមើលទឹករលយូយូសូខ្ចងខ្ចាបបអនរសាត់ឆ្ងាយពីស្ដាប់សំឡេងទឹកសមុទ្រធំមែនតើប្រមាណមកនិយាយរួមទៅឲ្យតែពេលទំនេរគឺខ្ញុំមកលេងសមុទ្រតែម្ដងពីព្រោះអីមកលេងសមុទ្រគឺមានអារម្មណ៍ថាស្រស់ស្រាយមែនតែនពេលដែលឃើញខ្យល់អាកាសបរិសុទ្ធហើយនឹងទឹករលកមើលទៅពិតជាស្រស់ស្អាតហើយក៏វីដេអូរបស់ខ្ញុំបានក៏ឈានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយគឺសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់សូមឲ្យពុកម៉ែបងប្អូនតាណាមកណាសូមជួបតែសុវត្ថិភាពគ្រប់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូថ្មីបន្តទៀត